បន្ទាប់ពីមើលវីដេអូនេះហើយអ្នកនរគ្នានឹងខ្លាំងជាង player 92% នៅក្នុង server Dino ខ្ញុំនឹងបង្រៀនអ្នកនរគ្នាអំពីរបៀបចូល server ទាំងលើទូរស័ព្ទហើយនិងលើកុំព្យូទ័រខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពី command ដែលអ្នកនរគ្នាអាចប្រើប្រាស់បាននៅក្នុង server ខ្ញុំនឹងប្រាប់តាក់ទិចមួយចំនួនដែលធ្វើឲ្យអ្នកនរគ្នាអាចចាប់ផ្ដើមរក item បានដោយសារតែ player ភាគច្រើនគឺលេងនៅលើទូរស័ព្ទអញ្ចឹងយើងចាប់ផ្ដើមពីទូរស័ព្ទទៅមុនសម្រាប់អ្នកលេងនៅលើទូរស័ព្ទអ្នកនរគ្នាត្រូវការ account Xbox ដោយ account នេះគឺអ្នកនរគ្នាអាចបង្កើតបានដោយ free ទេអ្នកនរគ្នាចុចលើពាក្យថា play ចុចលើពាក្យថា server បន្តមកទៀតចុចលើពាក្យថា add server សម្រាប់ឈ្មោះ server នេះគឺអ្នកនរគ្នាដាក់អីក៏បានដែរហើយចំណែក IP នៅខាងក្រោមនេះគឺអ្នកនរគ្នាត្រូវទៅសេឲ្យដូចខ្ញុំ dinomc.org បន្ទាប់ពី add server បានហើយអ្នកនរគ្នាចុចលើពាក្យថា add server មកហើយអ្នកនរគ្នាគឺអាចចូលលេងបានហើយចំណែកឯអ្នកដែលលេងនៅលើកុំព្យូទ័រវិញគឺអ្នកនរគ្នាត្រូវតែមាន account គឺ account crack ចូលអត់បានទេបើសិនជាអ្នកនរគ្នាចូលក្នុង server ហើយវាលោតចេញពាក្យបែបនេះបានន័យថា account របស់អ្នកនរគ្នាគឺជា account crack ហើយអ្នកនរគ្នាចុចលើពាក្យថា multiplayer បន្តមកទៀតចុចលើពាក្យថា add server កន្លែង server ណែហ្នឹងគឺអ្នកនរគ្នាដាក់អីក៏បានដែរបន្តមកទៀតអ្នកនរគ្នាត្រូវទៅ share IP ឲ្យដូចខ្ញុំ dinomc.org បន្តមកទៀតគឺអ្នកនរគ្នាអាចចូលមកលេង server បានហើយសម្រាប់ player ថ្មីដែលចូលមកលេងដំបូងរឿងដែលអ្នកនរគ្នាត្រូវធ្វើមុនគេគឺដើររកឈើ server spawn គឺមានទំហំធំអញ្ចឹងអ្នកនរគ្នាអាច spawn នៅកន្លែងផ្សេងពីខ្ញុំតែគោលដៅអ្នកនរគ្នាគឺត្រូវតែដើររកឈើហើយបើសិនជាអ្នកនរគ្នាសយចូលលេង server ចំពេលយប់គឺកុំព្យាយាមវាយជាមួយ zombie ឲ្យសោះឃើញ zombie skeleton creeper គឺអ្នកនរគ្នាហត់ទៅបន្ទាប់ពីរកឈើបានហើយគឺអ្នកនរគ្នាត្រូវដើររកតំបន់ដែលមានទឹកបើសិនជាដើររកឃើញសមុទ្រគឺរត់តែល្អដើម្បីធ្វើដំណើរចេញឲ្យឆ្ងាយពីតំបន់ spawn ហើយធ្វើដំណើរតាមរយៈការជិះទូកគឺវាមានសុវត្ថិភាពជាងហើយវាក៏អត់សូវអស់ចំណីដែរឥឡូវខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី command ទាំងអស់ដែលអ្នកនរគ្នាអាចប្រើប្រាស់បាន command ដែលសំខាន់ជាងគេគឺជាការ set home អ្នកនរគ្នាទៅសេពាក្យថា /set home វានឹង save ទីតាំងដែលអ្នកនរគ្នាបានឈរហ្នឹងគឺជាផ្ទះរបស់អ្នកនរគ្នាហើយដោយ player ធម្មតាគឺពួកគាត់អាច set home បានមួយតែសម្រាប់អ្នកដែលមាន rank ពួកគាត់គឺដឹងថាត្រូវធ្វើមកយ៉ាងពេលដែលអ្នកនរគ្នាដើរចេញមកឆ្ងាយហើយចង់ត្រឡប់ទៅផ្ទះវិញអ្នកនរគ្នាគ្រាន់តែទៅសេពាក្យថា /home ពេលដែលអ្នកនរគ្នាលេងជាមួយមិត្តភ័ក្តិអ្នកនរគ្នាហើយអ្នកនរគ្នាចង់ teleport ដើម្បីស្នើសុំការ teleport អ្នកនរគ្នាត្រូវទៅសេពាក្យថា /tpa ដក clear ហើយទៅសេឈ្មោះ player ដែលអ្នកនរគ្នាចង់ teleport ទៅបើសិនជាគេ accept គឺអ្នកនរគ្នានឹងត្រូវ teleport ទៅ player ម្នាក់ទៀតហ្នឹងហើយផ្ទុយមកវិញបើសិនជាគេចង់ teleport មកយើងវិញគឺតតែអ្នកនរគ្នា accept គេឲ្យមកដែរបើមិនអញ្ចឹងទេគឺគេអាច teleport មកអ្នកនរគ្នាបានទេនៅពេលដែលគេ teleport មកយើងគឺវានឹងលោតអក្សរបែបនេះមកបញ្ជាក់ប្រាប់យើងប្រូម្នាក់នេះគាត់ចង់ teleport មកយើងចង់ accept ក៏អត់បើយើងអត់ចង់ទេយើងទុកចោលទៅតែបើយើងចង់ accept យើងទៅសេពាក្យថា /tp accept ហើយគាត់គឺនឹង teleport មករកយើងហើយ server SMP ដូចជា server Dino នេះតតែលេងគ្នាច្រើនបានសប្បាយអញ្ចឹងអ្នកនរគ្នាកុំភ្លេចចូលលេង server ទាំងអស់គ្នាផង